វិបុលសម្លឹងមើលសារក្នុងទូរស័ព្ទម្ដងហើយម្ដងទៀតពាក្យថាកុំផ្ញើមកទីនេះទៀតអីហាក់បីដូចជាអាវុធដ៏មុតស្រួចដែលកាត់ផ្ដាច់ខ្សែចំណងដែលគេខំប្រឹងចង់យ៉ាងណែនគេអង្គុយចុះនៅលើកៅអីបេតុងក្បែរបេនឡានជុំវិញខ្លួនពោពេញដោយមនុស្សម្នាដែលប្រញាប់ប្រញាល់ទៅរកក្តីសុខរបស់ពួកគេប៉ុន្តែសម្រាប់វិបុលវិញពិភពលោកទាំងមូលហាក់បីដូចជាងងឹតសូន្យសងវិបុលចាប់ផ្ដើមសរសេរសារទាំងញត់ឲ្យទៅត្រឹកតើខ្ញុំធ្វើអ្វីខុសមែនទេឬមួយវិបុលប៉ាបន្តិចចិត្តមកខាងប្រាប់ថានាងប្រហែលជាមានអ្នកថ្មីដែលនៅក្បែរនាងចាំមើលថែនាងក្នុងគ្រាដែលនាងរងានេះហើយវិបុលព្យាយាមលេបទឹកបិទបន្តិចរួចក៏លុបសារនោះវិញគេមិនចង់បង្ហាញភាពទន់ជ្រាយឬការសង្ស័យដែលគ្មានមូលដ្ឋានទៅកាន់សុធារីឡើយ3ថ្ងៃកន្លងផុតទៅភាពស្ងប់ស្ងាត់របស់សុធារីកាន់តែធ្វើឲ្យវិបុលមានអារម្មណ៍ថានាងកំពុងតែរុញគេចេញពីជីវិតនាងបន្តិចម្ដងវិបុលព្យាយាមផ្ដោតនៅលើការងាររបស់ខ្លួននៅឯភ្នំពេញប៉ុន្តែភ្នែករបស់គេតែងតែងាកមើលទូរស័ព្ទរៀងរាល់5នាទីម្ដងរាល់ពេលដែលមានសារលោតឡើងម្ដងបេះដូងរបស់គេលោតញាប់ខុសពីធម្មតាប៉ុន្តែនៅពេលដែលឃើញថាសារនោះជាការផ្សាយពាណិជ្ជកម្មវិបុលដកដង្ហើមធំហាក់ខកចិត្តយ៉ាងខ្លាំងយប់មួយវិបុលសម្រេចចិត្តខលទៅមិត្តភក្តិម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យក្នុងស្រុកដែលសុធារីរស់នៅសួស្តីភក្តីធារីសុខសប្បាយទេវិបុលសួរដោយសំឡេងតិចខាងមិត្តភក្តិស្ងប់ស្ងាត់បន្តិចរួចក៏ឆាមកវិញទាំងស្ទាក់ស្ទើរវិបុលឯងមិនដឹងទេអីធារីនាងធ្លាក់ខ្លួនឈឺពីសប្តាហ៍ហើយនាងស្លាប់នៅកន្លែងធ្វើការហើយពេទ្យកំពុងតែតាមដានយ៉ាងដិតដល់វិបុលមានអារម្មណ៍ថាដូចជាមានរន្ទះបាញ់នៅចំកណ្ដាលដើមទ្រូងគេយល់ច្បាស់ហើយមូលហេតុដែលនាងប្រាប់ម្ល៉េះគេផ្ញើអ្វីទៅមិនមែនមកពីនាងមានអ្នកថ្មីមិនមែនមកពីនាងអស់ចិត្តតែមកពីនាងមិនចង់ឲ្យគេបារម្ភនិងមិនចង់ឲ្យគេឃើញនាងនៅក្នុងសភាពទន់ខ្សោយណាមួយឬក៏ការឈឺចាប់វិបុលស្ទុះចុះពីលើគ្រែទាំងដែលមិនទាន់ពាក់ស្បែកជើងត្រឹមត្រូវគេត្រូវទៅរកនាងភ្លាមទោះបីជាពេលនោះយប់ជ្រៅក៏ដោយទោះបីជាត្រូវធ្វើដំណើរឆ្លងកាត់ការលំបាករាប់រយគីឡូម៉ែត្រក៏វិបុលនៅតែមិនរារែកភ្លាមនោះវិបុលក៏បានចាប់កញ្ចប់អាវរងាដែលខ្លួនមិនទាន់បានផ្ញើនោះទៅជាមួយផងដែរនៅពេលដែលវិបុលកំពុងតែបើកបរក្នុងល្បឿនលឿនកាត់ភាពងងឹតស្រាប់តែមានទូរស័ព្ទដ៏ចម្លែកមួយបានខលចូលមកវិបុលប្រញាប់ទទួលទូរស័ព្ទនោះទាំងក្តីសង្ឃឹមប៉ុន្តែសំឡេងដែលឮចេញមកមិនមែនជាសំឡេងរបស់សុធារីទេតែជាសំឡេងរបស់គ្រូពេទ្យភក្តីដែលនិយាយមកដល់អន្ទះសារវិបុលឯងនៅឯណាធារីកាន់តែមិនស្រួលហើយអញមកទីនេះលឿនមក